មកមើលសកម្មភាពទៅគ្រាដុំជាមួយខ្ញុំទាំងអស់គ្នាឥឡូវហ្នឹងខ្ញុំមកដល់កន្លែងគេរកអីដើម្បីទិញម្ហូបទុកយកទៅញ៉ាំនៅខាងលើនៅពេលទិញម្ហូបរួចរាល់អស់ហើយពួកខ្ញុំក៏ធ្វើដំណើរទៅមុខបន្តទៀតពេលជិះតាមផ្លូវឃើញទេសភាពស្អាតពេកពួកខ្ញុំក៏នាំគ្នាជុំម៉ូតូដើម្បីថតរូបពី3ប៉ោះហើយចាំបន្តដំណើរទៅមុខទៀតពេលថតរូបរួចរាល់អស់ហើយឥឡូវហ្នឹងខ្ញុំក៏ឡើងមកដល់ខាងលើភ្នំហើយពេលមកដល់លើភ្នំហើយពួកខ្ញុំក៏នាំគ្នាថតរូបពី3ប៉ោះដើរមើលទេសភាពតិចតួចហើយនៅក្នុងពេលខ្ញុំទៅនោះមេឃរៀងក្តៅក៏ខ្ញុំបានទៅដូរទឹកផឹកនៅពេលដូរទឹកផឹករួចរាល់អស់ហើយពួកខ្ញុំក៏បួគ្នាទៅទឹកធ្លាក់មកកន្លែងទៀតហើយចិត្តនឹងដែរគឺពួកខ្ញុំមកទឹកធ្លាក់ចំបោះឥឡូវខ្ញុំមកដល់មុខចោលទឹកធ្លាក់ចំបោះហើយឥឡូវហ្នឹងចាប់ដើមទិញសបោះដើម្បីជីចូលទៅក្នុងតិចទៀតពួកខ្ញុំបានជីចូលទៅដល់ជក់ចូលហើយក៏ចាប់ដើមចាំម៉ូតូហើយដើម្បីធ្វើដំណើរថ្មើរជើងឡើងទៅដល់ទឹកធ្លាក់នៅខាងលើហ្នឹងមកស្ដាប់អត់ភ័យខ្ញុំចង់ប្រាប់អីទៅអ្នកទាំងអស់គ្នាតនេមកលេងអីមកតនេហើយចេះបើថាឈោមកដល់គ្រីរ៉ុំហ៎ឆ្លៀតមកទឹកធាក់ចម្ប៉ក់ផងអត់សូវមានអ្នកមកទេក៏ស្ងាត់ដែរណាឥឡូវខ្ញុំចាប់ផ្ដើមឡើងទៅខាងលើហើយដើរតឆ្ងាយទេត្រឹមតែកន្លះម៉ោងអីហ្នឹងទៅដល់ទឹកធ្លាក់ខាងលើហ្នឹងហើយពេលដើរតាមផ្លូវហ្នឹងទេសភាពស្អាតមែនទែនខ្ញុំមកដល់ទឹកធ្លាក់ហ្នឹងហើយទេសភាពក៏មិនដងឯស្អាតមែនទែនប៉ុន្តែគ្រាន់ថាអត់សូវមានមនុស្សទៅច្រើនទេពួកខ្ញុំធ្វើការថតរូបពី3ប៉មមើលទេសភាពឲ្យអស់ហើយក៏ធ្វើដំណើរត្រឡប់ទៅវិញ